ៀវភៅ The Disciplined Trader ដោយលោក Mark Douglas គឺជាសៀវភៅដ៏ល្បីល្បាញបំផុតមួយដែលផ្ដោតទៅលើចិត្តវិទ្យានៃការជួញដូរឬ Trading Psychology លោក Mark Douglas បានពន្យល់ថាមូលហេតុចម្បងដែលធ្វើឲ្យអ្នក trade ភាគច្រើនខាតបង់លុយមិនមែនមកពីយុទ្ធសាស្ត្រឬបច្ចេកទេសវិភាគទីផ្សារមិនល្អនោះទេប៉ុន្តែគឺមកពីកង្វះវិន័យនិងការគ្រប់គ្រងអារម្មណ៍ 1. ទីផ្សារគ្មានដែនកំណត់និងគ្មានច្បាប់ទម្លាប់ឬ The Market Environment សេរីភាពហួសហេតុទីផ្សារហិរញ្ញវត្ថុផ្ដល់សេរីភាពពេញលេញក្នុងការទិញឬលក់ដែលខុសពីជីវិតរស់នៅប្រចាំថ្ងៃដែលមានច្បាប់សង្គមជាចម្បងគ្មានអ្នករារាំងនៅក្នុងទីផ្សារគ្មានអ្នកណាមកឃាត់អ្នកមិនឲ្យធ្វើខុសឬប្រាប់ថាត្រូវឈប់នោះទេគឺមានតែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះតម្រូវការរឹកហាត់អប់រំផ្លូវចិត្តដើម្បីជោគជ័យអ្នក trade ត្រូវបង្កើតច្បាប់ផ្ទាល់ខ្លួននិងគោរពវាឲ្យទាល់តែបានដើម្បីការពារខ្លួនពីការបំផ្លាញដោយសេរីភាពនោះ 2. ឧបសគ្គផ្លូវចិត្តទាំង4របស់អ្នក trade ឬ The 4 Trading Fears លោក Mark Douglas បានកំណត់ថាអារម្មណ៍ភ័យខ្លាចគឺជាសត្រូវធំបំផ្លាញការសម្រេចចិត្តខ្លាចខុសឬ Fear of being wrong ធ្វើឲ្យអ្នក trade មិនហ៊ានកាត់ខាតឬ cut loss ព្រោះសង្ឃឹមថាវានឹងឡើងមកវិញខ្លាចខាតបង់លុយឬ Fear of losing money ធ្វើឲ្យអ្នក trade រ៉ែរែកមិនហ៊ានចូលផ្សារទាំងដែលឱកាសល្អបានមកដល់ហើយខ្លាចបាត់បង់ឱកាសឬ Fear of missing out or FOMO ធ្វើឲ្យដេញតាមតម្លៃដែលឡើងខ្ពស់ឬចុះក្រោមរួចទៅហើយខ្លាចបាត់បង់ប្រាក់ចំណេញឬ Fear of leaving money on the table ធ្វើឲ្យប្រញាប់បិទយកចំណេញលឿនពេកឬ take profit ខ្លីពេកព្រោះខ្លាចទីផ្សារបុក 3. ការផ្លាស់ប្ដូរផ្នត់គំនិតឬ mindset shift ទីផ្សារតែងតែត្រូវជានិច្ចអ្នកមិនអាចបង្ខំទីផ្សារឲ្យដើរតាមចិត្តអ្នកចង់បាននោះទេបើទីផ្សារដើរផ្ទុយពីការគិតរបស់អ្នកមានន័យថាអ្នកវិភាគខុសមិនមែនទីផ្សារខុសទេទទួលស្គាល់ការខាតបង់គឺជាការចំណាយក្នុងអាជីវកម្មឬ business expense មិនមែនជាការបរាជ័យផ្ទាល់ខ្លួនឡើយគិតការ trade ជារួមឬ think in probability គ្មានយុទ្ធសាស្ត្រណាឈ្នះ 100% ទេការ trade ម្ដងអាចឈ្នះឬចាញ់ប៉ុន្តែបើលទ្ធផលជារួមឧទាហរណ៍ trade 20 ដងទទួលបានចំណេញនោះគឺជោគជ័យហើយ 4. ជំហានទាំង5ឆ្ពោះទៅរកការមានវិន័យឬ steps to discipline ដើម្បីក្លាយជាអ្នក trade ដែលមានវិន័យលោក Mark Douglas ណែនាំឲ្យអនុវត្ត 1. គ្រប់គ្រងអារម្មណ៍កុំឲ្យអារម្មណ៍រំភើបខ្លាំងពេកឈ្នះឬធ្លាក់ទឹកចិត្តខ្លាំងពេកចាញ់ជាប់គ្នា 2. កំណត់ហានិភ័យមុនចូលទីផ្សារត្រូវដឹងថានឹងខាតបង់លុយប៉ុន្មានបើទីផ្សារដើរខុសផ្លូវកំណត់ការខាតជានិច្ច 3. កាត់ខាតភ្លាមៗនៅពេលតម្លៃធ្លាក់ដល់ចំណុច stop loss ត្រូវដកខ្លួនចេញដោយគ្មានការស្ដាយស្រណោះឬស្ទាក់ស្ទើរ 4. អនុវត្តតាមប្រព័ន្ធ trade ចូលនិងចេញពីទីផ្សារផ្អែកលើច្បាប់យុទ្ធសាស្ត្រច្បាស់លាស់មិនមែនផ្អែកលើការស្មានឬអារម្មណ៍ឡើយ 5. កត់ត្រាការ trade ឬ trading journal ពិនិត្យមើលកំហុសនិងការសម្រេចចិត្តរបស់ខ្លួនឯងឡើងវិញជាប្រចាំមេរៀនដ៏មានតម្លៃបំផុតពីសៀវភៅនេះគឺការ trade ដ៏ជោគជ័យមិនមែនជាការទាយអនាគតត្រូវនោះទេប៉ុន្តែជាការគ្រប់គ្រងចិត្តនិងវិន័យរបស់ខ្លួនឯងចំពោះមុខទីផ្សារដែលមិនអាចទាយទុកមុនបានបើអ្នកមិនទាន់អាចគ្រប់គ្រងចិត្តខ្លួនឯងបានទេទោះបីជាមានប្រព័ន្ធ trade ល្អបំផុតលើលោកក៏អ្នកនៅតែខាតបង់ដដែលកុំភ្លេចចុច like and subscribe ដើម្បីទទួលបានចំណេះដឹងល្អៗនិងវីដេអូថ្មីៗជាច្រើនបន្តទៀតពីខ្ញុំ eBoy Trader